ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកគ្នាទៅមើលសកម្មភាពខ្លះៗនៃការធ្វើដំណើរកម្សាន្តរបស់ខ្ញុំទៅលើវេហាកាហ្វេដោយក្នុងការធ្វើដំណើរនោះគឺមានការបង្វែងផ្លូវពួកអីជាលើកទី1របស់ខ្ញុំមកអញ្ចឹងអ្នកគ្នាអាចតាមដានមើលថាខ្ញុំបង្វែងផ្លូវដល់ណាអញ្ចឹងអ្នកគ្នាគឺដំបូងឡើយគឺនេះពីអ្នកប្តីប៉ុន្តែពេលហ្នឹងគឺជាគូតដឹងអ្នកគ្នាគឺនាំគ្នាទៅលេងវេហាកាហ្វេអញ្ចឹងមួយមិត្តភក្តិខ្ញុំហើយមិត្តភក្តិរបស់ខ្ញុំហ្នឹងគឺនៅចាំនៅកពតមកអ្នកគ្នាហើយពួកខ្ញុំពីរនាក់ហ្នឹងគឺអត់ដឹងថាផ្លូវទៅវេហាកាហ្វេហ្នឹងគឺទៅតាមផ្លូវណាអ្នកគ្នាអញ្ចឹងមានតែទៅដល់កពតសិនជួបមួយមិត្តភក្តិខ្ញុំសិនទៅជាមួយគ្នាអញ្ចឹងអ្នកគ្នាហើយដល់ពេលដែលទៅហ្នឹងមិត្តភក្តិរបស់ខ្ញុំហ្នឹងក៏អត់ស្គាល់វេហាកាហ្វេដូចគ្នានិយាយរួមទៅគឺទៅលើកទី1ដូចគ្នាអញ្ចឹងអត់ស្គាល់ប៉ុន្តែចង់ដើរលេងដោយសារកន្លែងហ្នឹងឃើញគេល្បីហ្នឹងហើយម្ដងនេះគឺឈប់ស្តុបនៅជិតផ្សារសាមគ្គីកពតដល់អ្នកគ្នាឈប់ស្តុបហើយក៏ធ្វើដំណើរទៅមុខទៀតអញ្ចឹងទៅហើយដល់ពេលដែលខ្ញុំជួបមិត្តភក្តិរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់បានថតទេដោយសារតែផ្លិចអញ្ចឹងមានតែការធ្វើដំណើរទៅមុខទៀតអញ្ចឹងអ្នកគ្នាអញ្ចឹងឥឡូវនេះគឺមកដល់មុខគូទៅហើយក៏ជិះទៅមកផែកដើម្បីទៅជួបមិត្តភក្តិរបស់ខ្ញុំអញ្ចឹងទៅបន្ទាប់ពីចេញពីមាត់ផែកហើយក៏យើងមកបំមួលវិញអញ្ចឹងអ្នកគ្នាឲ្យជិះតាមលេងត្រង់បាតតតាពីបំមួលទៅកាប់មកតសំដៅផ្លូវទៅកែបអ្នកគ្នាហើយពេលដែលទៅហ្នឹងគឺទៅគ្នាច្រើនដែរអ្នកគ្នាតែខ្ញុំអត់បានថតអស់គ្នាទេគឺទៅ3ម៉ូតូអញ្ចឹងមកម៉ូតូ2នាក់អញ្ចឹងទៅហើយនេះខ្ញុំថតបានជាប់មិត្តភក្តិខ្ញុំតែប៉ុណ្្នឹងអ្នកគ្នាដល់កន្លែងហ្នឹងគឺចាប់ដើមមើល map ទៅរៀងច្រឡំផ្លូវអញ្ចឹងណាហើយយល់ទៅសត្វតាអ្នកអត់ស្គាល់ផ្លូវទាំងអស់ហើយតាមពិតនេះគឺត្រូវបត់នៅកន្លែងហ្នឹងប៉ុន្តែពួកខ្ញុំហួសទៅមុខទៀតចេះតែជិះទៅហើយណាមួយវាក្តៅហ្នឹងអ្នកមានផៅពីម្ដងម៉ោង11 12ចឹងទៅបន្ទាប់មកទៀតបន្ទាប់ពីសួរគេហើយទៅគេប្រាប់ផ្លូវចឹងទៅគេយើងជិះតាមអាផ្លូវនេះណាគ្នាផ្លូវហ្នឹងគឺផ្លូវវាងអញ្ចឹងណាប៉ុន្តែជិះតាមផ្លូវនេះក៏អត់ខកបំណងដែរអ្នកគ្នាមើលទេសភាពគឺស្អាតមានបន្លែមានភ្នំហើយមានដាំដំណាំដូចជាផ្លែឈើដូចជាបន្លែអីជាដើមអ្នកនរគ្នាដោយសារតែនៅនេះដីភ្នំប៉ុន្តែរបៀបថាមិនមែនភ្នំថ្មដែលដាំដំណាំអត់បានអ្នកគ្នារបៀបថាដូចភ្នំដីចឹងអ្នកគ្នាអាចមើលបាននៅលើដងភ្នំហ្នឹងនៅលើជើងភ្នំហ្នឹងគឺមានដំណាំជាជួរហ្មងហើយតាមមើលទៅដូចជាមានដើមត្រេនដើមសាវម៉ាវអីចឹងអ្នកគ្នាមានដើមត្រេនអីចឹងទីទៅហើយមកដល់កន្លែងនេះគឺមកដល់វេហាកាហ្វេអ្នកគ្នាយើងក៏ចាប់ដើមឡើងលើចំណោទដើម្បីទៅផ្ញើម៉ូតូអញ្ចឹងហើយនៅក្នុងថ្ងៃហ្នឹងគឺក្តៅខ្លាំងមែនតើអ្នកគ្នាពេលដែលខ្ញុំផ្ញើម៉ូតូហើយអញ្ចឹងក៏នាំគ្នាឡើងទៅលើចំណោទនេះហើយគឺអស់ខ្យល់ខ្លាំងមែនតើហើយដោយសារតែវាក្តៅខ្លាំងពេកអញ្ចឹងគឺទំឡើងបានបន្តិចទេប៉ុន្តែមុខឃើញសើសំបែបនេះហើយមកដល់កន្លែងនេះគឺឡើងបានរួចមកតង់អញ្ចឹងហើយមកតង់ទៀតគឺឡើងមានចដាឡើងអញ្ចឹងអ្នកគ្នាវារៀងធូរជើងដែរមានអីកាន់ទៀតអញ្ចឹងក៏នាំគ្នាឡើងរហូតដល់លើអញ្ចឹងអ្នកគ្នាអញ្ចឹងមកដល់ខាងលើនេះគេលក់សមុទ្រហ្នឹងតែឥឡូវខ្ញុំមិនដឹងថាគេលក់ឬក៏អត់ទេអ្នកគ្នាចឹងឡើងនៅបន្តទៀតហើយនេះគឺមកដល់កន្លែងវេហាកាហ្វេហ្នឹងមកអ្នកគ្នានៅលើភ្នំហ្នឹងគឺមានអ្នកគ្នាតែស្អាតគឺស្អាតហើយខ្ញុំឃើញក្រោយមកនេះគឺមានការអាប់ដេតការអភិវឌ្ឍមកថ្មីច្រើនទៀតចឹងណាអ្នកគ្នាតែភាពក៏នៅតែស្អាតហើយកន្លែងកែច្នៃក៏ហិតតែស្អាតថែមទៀតអញ្ចឹងណាទោះបីជាពេលហ្នឹងមានអារម្មណ៍ថាក្តៅហត់ប៉ុន្តែក៏មានអារម្មណ៍ថាហេវដែរណាប៉ុន្តែបានឃើញទេសភាពចឹងក៏លេសើហេវចឹងហើយមកដល់ឃើញឆ្មាគេដេកចឹងមើលទៅខ្ជូតខ្លាំងមែនទេមកដល់កន្លែងនេះគឺពួកខ្ញុំបានកំងអីហូបចឹងណាកំងអីហូបហើយយើងអង្គុយរងចាំរហូតដល់គេយកមកឲ្យចឹងទៅអញ្ចឹងក្នុងពេលអង្គុយរងចាំហ្នឹងគឺបានត្រេញមកមុនចឹងណាខ្ញុំអង្គុយបើទឹកលេងសិនទៅមើលទេសភាពនៅជុំវិញសងខាងហងកាហ្វេនៅហ្នឹងទៅអ្នកគ្នាហើយទៅដល់នឹងកុំភ័យខ្លាចថាអត់មានអីញ៉ាំចឹងនៅកន្លែងនេះមានសាំងវិចមានអីដែរចឹងណាគ្នាហើយមានត្រេញតាមប្រភេទដែលគេលក់ហ្នឹងទៅហើយមកដល់នេះគឺពួកខ្ញុំទិញសាំងវិចរបស់គ្នាហើយអត់សូវនេះភាសា
បាត់ងាប់ពីញ៉ាំអីហើយញ៉ាំតាំងវិញហើយក៏លើថតទេសភាពខ្លះណាអ្នកគ្នាមើលចឹងវិញនិយាយពីមេឃក្នុងថ្ងៃហ្នឹងវិញគឺក្តៅខ្លាំងមែនទែនហ្មងអ្នកគ្នាប៉ុន្តែក្តៅក៏ក្តៅខ្យល់ក៏ខ្យល់ទាំងដែរចឹងក្តៅត្រជាក់វាលាយឡំគ្នាមិនរបៀបតែយើងមិនបាក់ញើអ្នកគ្នាដោយសារតែវាខ្យល់ខ្លាំងដែរចឹងទៅហើយកន្លែងនេះអីខ្ញុំឃើញគេកែថ្មីហើយអស់អ្នកគ្នាកែច្នៃថ្មីចឹងស្អាតជាងមុនឆ្ងាយនេះគឺខ្ញុំទៅពេលដែលគេបើកដំបងដែរចឹងអ្នកគ្នាអញ្ចឹងបន្តទៀតនេះខ្ញុំមិននិយាយទៀតទេអ្នកខ្ញុំចង់អ្នកគ្នាមើលទៅខ្លួនឯងចឹងតែខ្ញុំបញ្ជាក់ម្ដងទៀតណាវីដេអូនេះគឺខ្ញុំតែតាំងពីគេបើកដំបងដែរអ្នកគ្នាប៉ុន្តែខ្ញុំទៅបានកាត់ទេចឹងឥឡូវនេះខ្ញុំជុំនិយាយអ្នកគ្នាមើលទៅពីក្នុងរូបបានដល់កន្លែងនេះក៏អ្នកគ្នាថតរូបលេងចឹងទៅហើយបន្តមកទៀតឆ្មាមិញអ្នកគ្នាខ្ញុំថតពេលវីដេអូចឹងឥឡូវនេះគេមកឲ្យគូទៅដំណំគេជឿទៅសាយឲ្យចឹងណាហើយមកទៅខ្ជូតទៅអ្នកគ្នាប៉ុន្តែអត់ការទេយើងអាចលេងជាមួយបានចឹងហើយមកដល់ពេលឥឡូវហ្នឹងគឺខ្ញុំមិនដឹងថានៅវានៅនឹងទៀតឬក៏អត់ឯអ្នកគ្នាឬក៏ម្ចាស់ទៅចិញ្ចឹមនៅផ្ទះឬក៏អីចឹងទៅហើយនេះគឺជាទេសភាពមើលពីខាងលើទៅចឹងណាអ្នកគ្នាមើលទៅគឺឃើញខៀវសញ្ញាមួយវាតាណាក៏ឃើញខៀវដែរដូចខ្ញុំនិយាយនៅខាងដើមចឹងណាគ្នាថ្ងៃដែលខ្ញុំទៅនឹងគឺក្តៅខ្លាំងមែនទែនហើយអ្នកគ្នាអាចមើលដើមឈើឬក៏មើលសក់ខ្ញុំបានគឺខ្យល់បក់ឡើងប៉ើងហ្មងហើយដែលខ្ញុំថ្ងៃដែលខ្ញុំទៅនឹងគឺអត់សូវមានអ្នកតលេងអ្នកគ្នាដែលខ្ញុំទៅនឹងមិនមែនគឺចំជាថ្ងៃសៅរ៍ទៅថ្ងៃសម្រាប់អីទេដោយសារពួកខ្ញុំទៅនេពីការងារចឹងទៅបានដាក់មកគ្នាត្រូវចឹងណាអ្នកគ្នាហើយក៏បានមកដល់កន្លែងហ្នឹងទៅហើយមុនមកដល់ហ្នឹងគឺវែងយូរដែរអ្នកគ្នាពីរួមទៅទឹកមុខឡើងល្វីងមកដោយសារតែហេវបាយពួកខ្ញុំហូបអីតាំងពីតបអត់ទាន់បានហូបអីពេលថ្ងៃចឹងហើយនៅខាងមុខហ្នឹងមិត្តភក្តិរបស់ខ្ញុំហ្នឹងអ្នកគ្នាមកបានថតបានចុំគ្នាទេបានថតបានរៀងខ្លួនចឹងគឺទៅដល់នៅពេលថតរៀងខ្លួនចឹងទៅតែមានរូបជុំគ្នាដែរអ្នកគ្នាតែខ្ញុំបានដាក់នៅក្នុងនេះអញ្ចឹងបើសិនជាអ្នកគ្នាចង់មកលេងកពតទីអ្នកគ្នាកុំរំលងកន្លែងនេះអ្នកគ្នាយើងអាចបកាហ្វេមើលទេសភាពមានទឹកមានភ្នំមានដំណើរអីផ្សេងពីរួមទៅបើសិនជាយើង stress ពីការងារអីក៏យើងអាចមកវិញមកមើលនៅកន្លែងនេះគឺវា relax ខ្លាំងមែនតើហើយបន្តមកទៀតបន្ទាប់ពីថតរូបអស់ចិត្តហើយក៏ពួកខ្ញុំចុះមកវិញចឹងណាអ្នកគ្នាអូផ្លេចប្រាប់អ្នកគ្នានៅអលេងចដាដែលចុះហ្នឹងគឺឥឡូវហ្នឹងគេមានដាក់អំពូលនៅនឹងទីអ្នកគ្នាដោយសារមិនដឹងថាពេលយប់ទៅមានអ្នកឡើងទៀតអត់ទេប៉ុន្តែនៅហ្នឹងគឺមានអំពូលទៀតអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺចប់ដំណឹងអ្នកគ្នាហើយអ្នកគ្នាប្រហែលជាមានសម្លេងរំខានច្រើនណាស់អ្នកគ្នាទី1ទូរស័ព្ទគឺទូរស័ព្ទខ្ញុំខូចហើយគឺទៅធ្វើគឺនៅដដែលអញ្ចឹងអ្នកគ្នាសង្ឃឹមថាវីដេអូក្រោយអ្នកគ្នានឹងស្ដាប់សម្លេងខ្ញុំបានច្បាស់អញ្ចឹងអរគុណច្រើនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតណា